ជំរាបសួរនេះគឺជាការបង្ហាញអំពីវិធីរបៀបនៃការស្លៀកក្បិនខ្មែរដល់កូនសម្រាប់ម៉ោងបំណិនជីវិតអញ្ចឹងខ្ញុំបានបង្ហាញគាត់អំពីរបៀបស្លៀកក្បិននេះបានថតទៅលើការស្លៀកទៅលើកុមារីអត់បានថតមកអញ្ចឹងមានតែរូបចម្ដាក់នៅខាងចុងអញ្ចឹងយើងបានបង្ហាញឲ្យពួកគាត់ស្គាល់ខ្លះទៅហើយសូមអធិស្ឋានសម្រាប់កំហុសខុសឆ្គងពីព្រោះខ្ញុំអត់មែនជាអ្នកអាជីពអញ្ចឹងអត់សូវប្រកែស្លៀកទេគ្រាន់តែអាចស្លៀកទៅបានអញ្ចឹងណាអញ្ចឹងបង្ហាញឲ្យពួកគាត់បានស្គាល់បានដឹងយល់ខ្លះអំពីរបៀបនៃការស្លៀកក្បិនខ្មែរយើងដូច្នេះក្រោយពាក្យស្លៀកហើយពួកគាត់មានអារម្មណ៍ប្លែកម្នាក់គាត់សប្បាយចិត្តគាត់ថារៀងប្លែកលោកគ្រូពេលស្លៀកក្បិននឹងវាដូចស្លៀកខោធម្មតាអញ្ចឹងនេះជាអីដែលខ្ញុំបានចែកម្លែកទៅកាន់ពួកគាត់ហើយលោកគ្រូក៏ចង់ឲ្យកូនទាំងអស់គ្នាមានស្មារតីមានមនសិការក្នុងការចូលរួមថែរក្សាអ្វីដែលជាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងតទៅកូនត្រូវព្យាយាមសិក្សាស្វែងយល់ឲ្យបានច្រើនអំពីវប្បធម៌ទំនៀមទម្លាប់ខ្មែរយើងឲ្យបានច្រើនដើម្បីថែរក្សាកុំឲ្យជាសាសដតីគេដណ្ដើមយកទៅបានអញ្ចឹងដើម្បីថែរក្សាគឺយើងត្រូវចេះត្រូវស្គាល់ត្រូវដឹងត្រូវយល់ពីទំនៀមទម្លាប់ប្រពៃណីយើងឲ្យបានច្រើនទើបយើងអាចមានលទ្ធភាពចូលរួមថែរក្សាសម្បត្តិទាំងអស់នេះបានដែលយើងក្នុងនាមជាកូនខ្មែរចំនួនក្រោយត្រូវតែមានកាតព្វកិច្ចក្នុងការចូលរួមថែរក្សាប្រពៃណីដូនតារបស់យើងដូច្នេះសូមក្រុមអញ្ជើញបងអាណាព្យាបាលទាំងអស់រីករាយទស្សនារូបភាពដែលមានជាបន្តបន្ទាប់សូមអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងត្រង់កន្លែងណាមិនសមរម្យ